បាទនឹងសួស្តីបងប្អូនទាំងអស់គ្នាបាទហើយក៏សូមស្វាគមន៍បាទសម្រាប់ការចូលទស្សនាវីដេអូនៅក្នុង channel របស់ខ្ញុំអូខេចឹងវីដេអូមួយនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីទឹកប្រាក់ចំនួន$2ដែលខ្ញុំទទួលបានពី EDH Exchange ឬក៏ Eurasia Digital Asset Exchange ដែលជា exchange មួយមានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជារបស់យើងនៅទីក្រុងភ្នំពេញហើយក៏ជាដំណឹងល្អដែលខ្ញុំបានបង្ហាញជូនបងប្អូនទាំងអស់គ្នាកាលវីដេអូមុនថាយើងមាន exchange ដែលសម្រាប់រក្សាទុកកាក់ crypto ជាច្រើនដូចជា BTC Ethereum BNB Solana ហ្នឹងប្រើប្រាស់ហើយមានទីស្នាក់ការច្បាស់លាស់នៅក្នុងប្រទេសរបស់យើងកន្លងមកយើងប្រើប្រាស់ជាមួយ exchange ដែលដំណើរការនៅក្រៅស្រុកដូចជា Binance Bybit OKX BKS ជាដើមហើយទីស្នាក់ការរបស់គេហ្នឹងគឺនៅក្រៅប្រទេសទេប៉ុន្តែសម្រាប់ EDH នេះគឺមានទីស្នាក់ការក្នុងប្រទេសរបស់យើងហើយកាលពីប្រហែលថ្ងៃមុននេះគឺទើបតែចប់ទេ event របស់គេនៅក្នុងថ្ងៃទី7នេះនៅពេលបងប្អូនទាំងគ្នាបង្កើតហើយបំពេញ test របស់គេណា test ទី1គឺបាន$2 test ទី2បានរហូតដល់$2.5 កាក់ស្របទៅ$4.5 កាក់ប៉ុន្តែដោយសារតែខ្ញុំធ្វើនេះខ្ញុំធ្វើបានតែ test ទី1ទេគឺខ្ញុំទទួលបានទឹកប្រាក់ចំនួន$2ចូលមកក្នុង asset ឬក៏ balance របស់ខ្ញុំតែម្ដងដូចបងប្អូនទាំងគ្នាបានឃើញស្រាប់បាទនៅអញ្ចឹងសម្រាប់ទឹកប្រាក់ចំនួន$2នេះបងប្អូនទាំងអស់គ្នាក៏អាចធ្វើការ transfer បាទពី account មួយទៅ account មួយបានប៉ុន្តែយើងអត់ទាន់អាចបញ្ជូនឬក៏បាញ់ចេញតាមរយៈ on chain បានទេដោយសារតែ minimum របស់គេគឺរហូតដល់$2ឧទាហរណ៍ថាបងប្អូនទាំងគ្នាចង់ដកចេញបងប្អូនទាំងគ្នាអាចចូលក្នុង withdraw ដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនបងប្អូនទាំងគ្នាចង់ជាលក្ខណៈ on chain ណាចង់បាញ់ពី EDH ទៅដូចជា Binance ទៅ OKX ឬក៏ BKS អីតោះតែទឹកប្រាក់របស់យើងមានរហូតដល់$10អញ្ចឹងចំណុចខ្លះខ្ញុំបញ្ជាក់ថាមិនមែនយើងបាញ់លុយអត់ចេញទេតែដោយសារតែគឺគេកំណត់ minimum ដូចជាគណនៃ exchange មួយចំនួនក៏គេកំណត់ដែរដូចជា Binance ឬក៏ដូចខ្ញុំចាំបានថា OKX ក៏អញ្ចឹងដែរគឺតើ$10ទៅអាចបាញ់ចេញបានណាហ្នឹងហើយកន្លែងនេះគឺបើសិនចង់បាញ់ចេញអាចបដូរមកជា USDT មកដោយសារតែលុយដែលគេបាញ់មកឲ្យយើងហ្នឹងគឺជាប្រភេទកាស USDT អូខេset USDT មក amount ខ្ញុំមាន$2ហើយនេះបើសិនមកយើងចង់បាញ់ចេញ$2ដាក់ទាំងអស់ទៅហើយនេះបាញ់ចេញទៅតាម deposit address នេះអត់ចេញទេដោយសារតែនេះ minimum របស់គេបានបញ្ជាក់ហើយគឺរហូតដល់10 USDT ប៉ុន្តែបងប្អូនគ្នាអាចបាញ់ទៅឲ្យគ្នាទៅវិញទៅមកក៏បានហើយចាំបាញ់ចេញទៅ exchange ផ្សេងក៏បានដែរបើសិនមកយើងមានគោលបំណងចង់ដកលុយទៅប្រើប្រាស់ផ្សេងអញ្ចឹងនេះអាចប្រើប្រាស់ជាមួយ EDH user ហើយវាយជាមួយ UID បាទ UID នៃ EDH របស់យើងមកឧទាហរណ៍បងប្អូនគ្នាចង់បាញ់លុយ$2ចូលមកក្នុងគណនីអ្នកផ្សេងអញ្ចឹងគ្រាន់តែវាយ UID មិត្តភក្តិយើងដែលគាត់ប្រើ EDH ដែរមកហើយវាចូលឲ្យនេះមកចុចលើពេលថានេះ enable two factor នេះមកយើងអាចបាញ់លុយចេញបានហើយហ្នឹងអញ្ចឹងมันមានច្រើនទេគ្រាន់ខ្ញុំចង់ឲ្យបងប្អូនគ្នាថាចំនួនទឹកប្រាក់$2ដែលយើងបានបំពេញ test test ទី1របស់គេហ្នឹងគឺយើងចូលទៅcomment comment នៅក្នុង app របស់គេហើយ post ក្នុង page របស់គេទឹកប្រាក់$2គឺយើងទទួលបានហើយព្រោះថាវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនគ្នាថាដល់ពេលយើងចូលបំពេញ test ហ្នឹងគឺ post ថ្ងៃទី7ខែកក្កដានេះគឺគេនឹងផ្ដល់លុយមកឲ្យយើងលើគឺផ្ដល់ឲ្យហើយវីដេអូនេះលេតហើយតែគេផ្ដល់ឲ្យខ្ញុំប្រហែលថ្ងៃហើយគឺចំនួន$2ហើយសម្រាប់បងប្អូនគ្នាដែលចាប់អារម្មណ៍ក្នុងការបង្កើតជាមួយគណនី EDH ដែលជា exchange ដំបូងគេក្នុងស្រុកខ្មែររបស់យើងបងប្អូនគ្នាក៏អាចចូលទៅក្នុង description ខាងក្រោមវីដេអូនេះផងដែរហើយបង្កើតវាឲ្យទៅព្រោះ EDH ក៏គេមាន event ថ្មីទៀតដែរអញ្ចឹងណាឃើញនៅក្នុង page របស់គេ post ច្រើនដែរហើយបងប្អូនគ្នាអាចបង្កើតវាឲ្យទៅនៅពេលមាន event ថ្មីខ្ញុំនឹងធ្វើវីដេអូបង្ហាញនៅក្នុង channel របស់ខ្ញុំផងដែរហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាដែលកំពុងតែទស្សនាវីដេអូនេះក៏ខ្ញុំរៀបដៃចុចលើចំណងជើងនៃវីដេអូនេះមកបន្ទាប់ទៀតបងប្អូនទាំងគ្នានឹងឃើញក្នុងទំព័រ description ខាងក្រោមនេះគឺលោតពាក្យថារបៀបបង្កើតជាមួយគណនី EDH ហើយនឹងឃើញជាមួយនឹង thumbnail នេះមួយចុចលើវាមួយមកគឺវានាំបងប្អូនទាំងគ្នាចូលទៅដល់វីដេអូមួយទៀតដែលបង្ហាញពីរបៀបនៃការបង្កើតជាមួយនឹង EDH Exchange ហើយបងប្អូនទាំងគ្នាអាចចុចលើពាក្យថា see more ខាងក្រោមនេះគឺក៏មាន link សម្រាប់ចុះឈ្មោះហើយក៏មានពាក់ព័ន្ធជាមួយនឹង community របស់គេដែរអញ្ចឹងបងប្អូនទាំងគ្នាអាច join ក្នុង community របស់គេហើយ EDH បច្ចុប្បន្ននេះគឺយើងអាច search app របស់គេនៅលើពពួក iPhone គឺយើង search ឃើញ App Store ណាប៉ុន្តែ Play Store យើង search អត់ទាន់ឃើញទេបើសិនមកបងប្អូន search អត់ទាន់ឃើញទេនេះអាចចូលមកក្នុង link ដែលខ្ញុំដាក់ខាងក្រោមគឺជា link សម្រាប់ចូលទៅដំឡើង app របស់គេប្រើប្រាស់លើទូរស័ព្ទដៃរបស់យើងហ្នឹងហើយបងប្អូនអាចដំឡើងហើយប្រើប្រាស់បានដោយមានទំនុកចិត្តនៅក្នុងការប្រើប្រាស់ជាមួយ EDH ផងដែរអូខេចឹងវីដេអូនេះដូចជាមិនមានច្រើនទេមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនគ្នាដែលបានបំពេញ test ហើយអាចចូលទៅឆែក balance របស់ខ្លួនឯងបានតើទឹកប្រាក់ហ្នឹងគឺវាចូលហើយនៅបាទហើយខ្ញុំគិតថាបើសិនបើយើងធ្វើបានត្រឹមត្រូវទៅលើ test របស់គេទឹកប្រាក់វានឹងលោតចូលមកក្នុង balance របស់យើងហើយអូខេចឹងអរគុណបងប្អូនគ្នាដែលបានចំណាយពេលមានតម្លៃតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូក្រោយ